ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាvừaត្រឡប់មកជួបខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមានសាច់រឿងខ្មោចមួយមកចែករំលែកពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ហើយរឿងរ៉ាវទាំងអស់នេះកាលលើរូបខ្ញុំផ្ទាល់ដែលរឿងនេះមានចំណងជើងថារឿងខ្មោចនៅសាលារៀនតែមុនចូលដល់សាច់រឿងសូមជម្រាបពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូរឿងខ្មោចពីខ្ញុំចំណងថារឿងខ្មោចនឹងវាលងសាហាវកម្រិតណារន្ធត់បំផុតណាតោះចូលស្ដាប់សាច់រឿងទាំងអស់គ្នាដំបូងនៃសាច់រឿងនៅឆ្នាំ2020ខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំបានទៅដាក់ដំងដើម្បីឡើងទៅវិទ្យាល័យព្រោះពេលហ្នឹងខ្ញុំប្រឡងឌីប្លូមទី9ចប់ហើយអញ្ចឹងយើងដាក់ដំងដើម្បីឡើងទៅវិទ្យាល័យមុនពេលមកដាក់ដំងជាទម្លាប់របស់ខ្ញុំតែងតែទៅហៅមិត្តភ័ក្តិជាមុនសិនព្រោះបានទៅជាគ្នាមិត្តភ័ក្តិរបស់ខ្ញុំមាន4នាក់5នាក់ទាំងខ្ញុំទី1មានឈ្មោះថាប៊ុនលៀបមិត្តភ័ក្តិទី2ឈ្មោះថាសុចិត្រាមិត្តភ័ក្តិទី3ឈ្មោះថាសុភាពនិងមិត្តភ័ក្តិទី4ឈ្មោះថាវ៉ាន់ថៃពួកខ្ញុំរាប់អានគ្នាតាំងពីនៅរៀនបឋមនិយាយចំទៅដូចបងប្អូនគ្នាអញ្ចឹងព្រោះប្រទេសពួកខ្ញុំនៅជិតគ្នាអញ្ចឹងហើយបានពេលទៅណាមកណាពួកខ្ញុំតែងតែទៅហៅគ្នាជាមុនសិនព្រោះបានទៅជាគ្នាអញ្ចឹងហើយពួកខ្ញុំក៏បានទៅដាក់ដំងបាត់ទៅពេលទៅដល់សាលារៀនពួកខ្ញុំក៏បានទៅផ្ញើម៉ូតូដូចគេដូចឯងអញ្ចឹងទៅហើយក៏មានអ៊ំប្រុសម្នាក់ដែលជាអ្នកយាមម៉ូតូកង់ហ្នឹងគាត់ក៏បានសួរខ្ញុំថាពួកអូនឯងតំឡើងមកថ្មីមែនពួកខ្ញុំក៏ប្រាប់ថាបាទពួកខ្ញុំតំឡើងមកទី10ថ្មីហើយគាត់ក៏បានប្រាប់ខ្ញុំថាកុំសូវទៅលេងនៅអាគារនោះពេកខ្ញុំក៏សួរគាត់ថានៅអាគារណាអ៊ំថាអាគារនៅក្រោយខ្ញុំឮហើយក៏ឆ្លើយបាទហើយដើរចេញទៅព្រោះពេលហ្នឹងពួកខ្ញុំមិនសូវគិតអីច្រើនទេលុះពេលថ្ងៃក្រោយមកពួកខ្ញុំក៏មកសាលារៀនម្ដងទៀតដើម្បីមកសម្អាតថ្នាក់រៀននិងមកពលកម្មចាត់តុកហើយយើងជួបជុំមិត្តភ័ក្តិជាច្រើនចឹងទៅពួកយើងដើម្បីចាត់តុកចាត់អីមកអង្គុយរៀនអីចឹងពេលនោះក៏ដល់ម៉ោងសម្រាប់ពួកខ្ញុំក៏បានទៅទិញអីញ៉ាំហើយអ៊ីលក់នំក៏និយាយលេងសើចជាមួយពួកខ្ញុំចឹងទៅបន្ទាប់មកពួកខ្ញុំក៏សួរអ៊ីរីអ៊ីលក់នំឈ្មោះថាអ៊ីរីហើយខ្ញុំក៏បានសួរគាត់ថានៅអាគារក្រោយហ្នឹងមានអីមែនអ៊ីរីក៏ឆ្លើយថាអ៊ីក៏មិនសូវដឹងដែរដឹងតែអ៊ីដឹងត្រឹមតែថាគេមិនសូវឲ្យទៅលេងនៅក្រោយហ្នឹងពួកខ្ញុំក៏ឮហើយមិនសូវគិតអីច្រើនដូចតាលោកមុនចឹងដែរមានសូវគិតអីច្រើនទេដោយសារយើងពេលហ្នឹងនៅក្មេងៗដែរតែមិនសូវគិតអារឿងខ្មោចអញ្ចឹងមែនទេតែដល់ថ្ងៃចូលរៀនពួកខ្ញុំក៏បានមករៀនជាធម្មតាចឹងទៅយើងមករៀនបានហាក់ពេលថា3-4អាទិត្យចឹងទៅពួកខ្ញុំក៏បានសុំគ្រូទៅនៅបាត់ជើងតូចនៅសាលានៅបន្ទប់ទឹកចឹងបាត់ជើងតូចនៅបន្ទប់ទឹកក៏ខ្ញុំទៅតែម្នាក់ឯងទេសារខ្ញុំបបួលទៅមិត្តភ័ក្តិថាគេរវល់ជាប់សេមេរៀនចឹងតែខ្ញុំទៅម្នាក់ឯងហើយខ្ញុំក៏ចូលបាត់ជើងធម្មតាចាក់កលឹះធម្មតាទៅហើយពួកមិត្តភ័ក្តិខ្ញុំពួកវាចូលចិត្តលេងសើចច្រើនណាស់ពេលហ្នឹងកាសៀតនៅស្ងាត់ដែរពេលខ្ញុំចេញវិញស្រាប់តែបើកទ្វារចេញជាប់កលឹះខ្ញុំបើកកលឹះដែរប៉ុន្តែនៅជាប់កលឹះខាងក្រៅអត់ដឹងថាមូលហេតុអីប៉ុន្តែខ្ញុំឆ្ងល់ថាពេលច្រើនមិត្តភ័ក្តិខ្ញុំចូលចិត្តលេងចឹងខ្ញុំសួរវាដែរស្អែកសួរថាអាលេបពេលហ្នឹងអាលេបវាមកខ្លាចអាលេបវាមកចឹងខ្ញុំសួរអាលេហើយបានទិញទ្វេអត់វាថាទៅអត់លឺសលេងអ្នកណាឆ្លើយទាំងអស់លឺសលេងអ្នកឆ្លើយទាំងអស់ចឹងតែមកស្ទុះឡើងខ្ញុំចេញមកទៅក៏ស្ងាត់ទៅក៏អារម្មណ៍ពេលហ្នឹងនៅរឿងភ័យតិចដែរចឹងក៏ដើរចូលថ្នាក់វិញទៅហើយក៏សួរវាថាពេលដល់ថ្នាក់វិញសួរថាពួកឯងមិញបានទៅបិទទ្វេអញអត់ថាពួកវាថាអត់ដឹងអីផងវានៅសេអសនៅមិនដឹងផងបានទៅទេចឹងទៅក៏ស្ងាត់ចឹងទៅហើយដល់ថ្ងៃល្ងាចមួយពួកខ្ញុំក៏ល្ងាចហ្នឹងម៉ោង 5-6 ចេញពីរៀនគួរគណិតយើងរៀនម៉ោង 5-6 ចឹងយើងចេញពីរៀនគួរយើងណាត់គ្នា 4-5 នាក់ហ្នឹងទៅក្រោយសាលាគេដែលអ៊ំប្រុសគាត់ថាមិនអោយទៅហ្នឹងក៏លួចទៅចង់ដឹងថាខាងក្រោយហ្នឹងមានអីទៅដល់ខាងក្រោយហ្នឹងមានអាគេចាស់មួយចឹងគេចាស់មួយពុកផុយហើយមានដើមចង្ករី3ដើមធំហើយស្ងាត់មែនទេនៅខាងក្រោយហ្នឹងទៅខ្ញុំដើរមើលទៅដូចថាមិនអីផងតែគ្រាន់តែអាកាសធាតុហ្នឹងវារៀងត្រជាក់ចឹងដល់ខាងក្រោយរៀងល្ងាចយើងដឹងអីខ្យល់មកត្រជាក់ហើយខ្ញុំដើរទៅមើលទៅឃើញអាគេចាស់បាក់បែកពុកមានកឌីមានអីរុំពេញប្អួចពេញទ្វេអស់ហើយអញ្ចឹងក៏ខ្ញុំដើរមកវិញទៅដើរចេញមកដើរវិញខ្សឹបទៅលើទ្វេជ្រុះហ្នឹងជ្រុះពេកលឺខ្លាំងមែនទែនហើយក៏ខ្ញុំដើរទៅមើលស្រាប់តែឃើញទ្វេជ្រុះមែនខ្ញុំគិតថាខ្យល់ទៅអាពុកផុយហ្នឹងវាជ្រុះបាក់បែកហ្នឹងឯងធម្មតាទេហើយក៏ដើរមកវិញហ្នឹងដែរដើរមកវិញស្រាប់តែលឺសំឡេងនៅស្រីយំអញ្ចឹងយំពួកខ្ញុំលឺទាំងអស់គ្នាបងខ្ញុំថាលឺតែខ្ញុំទេតែសួរមិត្តភ័ក្តិទាំងអស់ទៅពួកវាលឺដូចគ្នាចាប់ដើមព្រឺសបល់រៀងខ្លួនហើយក៏ដើរវិញដើរទៅមើលអាស្លេងហ្នឹងកាន់តែដើរកាន់តែលឺហើយភ័យតែអត់ឃើញអីទាំងអស់
ស្មានតាគេជាប់ក្នុងនឹងអីចឹងមានអ្នកយំអីចឹងដើរទៅមើលចឹងមកសិស្សគាត់ជាប់នៅក្នុងនឹងចឹងទៅហើយដើរមកវិញស្រាប់តែលឺសម្រាប់ជើងមនុស្សស្រីដើរពីក្រោយលឺស្រាប់ជើងមនុស្សស្រីលឺស្រាប់ជើងអ្នកដើរពីក្រោយខ្នងបងដោយសារចឹងសាលាទុកចោលបាក់បែកមានដើមចង្ករីស្លឹកឈើចង្ករីវាជ្រុះនៅខាងក្រោមអញ្ចឹងទៅអត់ឲ្យមានអ្នកបោះសម្អាតដើរទៅស្រាប់អញ្ចឹងទៅអ្នកដើរពីក្រោយខ្ញុំលឺស្រាប់អញ្ចឹងដូចគ្នាតែភ័យតែអត់ងាកក្រោយឲ្យដើរទៅរហូតអ្វីដែលរន្ធត់នោះពេលនោះឃើញមនុស្សស្រីម្នាក់អង្គុយនៅដើមចង្ករីណាម្ដងពេលផ្លូវខ្ញុំចេញហ្នឹងឃើញអង្គុយយកជើងហើយបាយមុខមកពួកខ្ញុំហើយសើចដាក់ខ្ញុំទៀតធ្វើឲ្យពួកខ្ញុំកាន់តែភ័យមែនតើពេលហ្នឹងអត់ដឹងទៅត្រូវមានអារម្មណ៍អីមកនិយាយមានតែក្បាច់ម៉ែចេះឲ្យគឺយើងរត់ទាំងអស់គ្នាហ្នឹងឯងរត់ឲ្យភ័យផងពេលហ្នឹងយំខ្លះដែរអាលេបនឹងអាវ៉ាន់ថៃហ្នឹងយំហើយក៏ដើរទៅវិញហ្នឹងទៅដើរទៅផ្ទះវិញហើយស្អែកឡើងពួកវាអត់មករៀនទេពួកវាភ័យពេកអាលេបនឹងអាវ៉ាន់ថៃហ្នឹងខ្ញុំមករៀនតែ3នាក់ឯង2នាក់ទៀតវាបានមករៀនវាភ័យពេកហើយពេលខ្ញុំមកផ្ញើម៉ូតូកង់នៅព្រឹកឡើងអ៊ំប្រុសសួរថាចុះគ្នាឯង2នាក់ទៀតទៅណាទៅខ្ញុំប្រាប់ថាពួកវាអត់ហ៊ានមករៀនទេអ៊ំទៅអ៊ំសួរកាត់អីថាខ្មោចលងវានៅក្រៅអាគេនោះទៅអ៊ំថាខ្មោចលងពួកណៃមែនថាបាទចឹងហើយអ៊ំប្រាប់អត់ជឿដោយសារមានសិស្សខ្លះពីមុនគាត់ធ្លាប់អត់ដឹងដែរគាត់ទៅអង្គុយលេងហ្នឹងលងចឹងដូចគ្នាចឹងទៅគាត់ក៏បាននិយាយរឿងប្រវត្តិនៅខ្មោចខាងក្រៅហ្នឹងទៅអ៊ំប្រុសហ្នឹងក៏បានថាចេះរឿងខ្មោចកាលមុនហ្នឹងម្នាក់ស្រីហ្នឹងពួកសិស្សសាលាទេពួកក្មេងស្រីនេះជាសិស្សសាលាហើយពួកសិស្សសាលាប្រុស3 4 10នាក់ហ្នឹងចាប់នាងទៅរំលោភសម្លាប់នៅនឹងចាប់នាងទៅរំលោភសម្លាប់ហើយចងកបញ្យួននៅលើដើមចង្ករីហ្នឹងបាទធ្វើអញ្ចឹងហើយរហូតដល់លងគេលងឯងទៅរហូតដល់លងពួកអណៃចឹងទៀតកាលមុនឃើញបាត់លងគេយូរហើយតែមិនឃើញលងពួកអណៃទៀតចឹងទៅគាត់ប្រាប់ចឹងទៅបាទក៏បានប្រាប់ចឹងហើយលឺហើយក៏មានអារម្មណ៍ថាភ័យបាទភ័យហើយគាត់ថាអណៃស្អីយកទៅសែនយកទៅសុំអីគេទៅព្រោះអណៃចូលទៅកន្លែងគេទាំងប្រមាថចឹងទៅពួកខ្ញុំស្អែកឡើងក៏ចូលលុយគ្នាទិញចេកទៅកាលហ្នឹងគ្មានលុយទិញមន់ទិញអីទេនៅរៀនទិញចេកទឹកកំប៉ុង2កំប៉ុងយកទៅសែនអុយធូបហ្នឹងទៅហើយក៏មិត្តភ័ក្ដិខ្ញុំហ្នឹងក៏វាហ៊ានមករៀនវិញទៅហើយតាំងពីថ្ងៃហ្នឹងមកខ្ញុំលែងហ៊ានទៅក្រោយហ្នឹងទៀតដែរតែមករៀនធម្មតាតែឈប់ទៅក្រោយខាងហ្នឹងតែរឿងយើងមានតែប៉ុណ្្នឹងឯងតែរឿងនេះគេបញ្ជាក់ថាបើមិនជឿកុំប្រមាថណាពេលខ្ញុំអត់ជឿចេះដើរទៅជួបមែនតើយើងភ័យបែបហ្នឹងអញ្ចឹងរឿងហ្នឹងគេបញ្ជាក់ពួកយើងអញ្ចឹងតែអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត